មើលបងប្អូនណាខ្លះដែលចេះញ៉ាំខ្មុលនេះគ្រួសាររបស់នាងខ្ញុំគឺចូលចិត្តបំផុតអញ្ចឹងនាងខ្ញុំតែងតែទិញវាមកហើយយើងស្គាល់អ្នកស្រុកកាត់ដាក់ទៀតគឺយើងទិញបានរបស់ធម្មជាតិអញ្ចឹងខ្ញុំទិញ1គីឡូមកតែខ្ញុំធ្វើញ៉ាំអស់ខ្លះហើយអញ្ចឹងនេះជាខ្មុលដែលនៅសល់ដែលខ្ញុំដាក់ក្នុងទូកកអញ្ចឹងថ្ងៃនេះកូននឹកឃើញចង់យកមកលីងទៀតហើយបងប្អូនអញ្ចឹងគឺនៅសល់ប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនតោះទៅតាមដានមើលរបៀបចម្អិនខ្មុលរបស់នាងខ្ញុំទាំងអស់គ្នាតែមុនដំបូងគឺទៅប្រកាត់ភ្លើងសិននិយាយទៅសម្រាប់ហ្គាសឡើងថ្លៃអីគឺអត់បញ្ហាទេសម្រាប់ការចម្អិនម្ហូបរបស់ខ្ញុំជាប្រចាំថ្ងៃព្រោះរាល់ថ្ងៃហ្នឹងគឺប្រើអស់ចឹងហើយបងប្អូននៅតាមស្រុកស្រែគឺងាយស្រួលទេអត់ដូចនៅក្នុងទីក្រុងក៏ដូចជានៅកន្លែងដែលបងប្អូននិយមប្រើហ្គាសសម្រាប់ធ្វើម្ហូបទេដោយសារតែយើងប្រើអុសជាធម្មតាអញ្ចឹងខ្ញុំជូតសម្អាតហើយក៏រៀបចំប្រកាត់ភ្លើងដាំទឹកវាសិនដើម្បីស្រុះខ្មុលណាអញ្ចឹងខ្ញុំមិនដឹងថាបងប្អូនសម្អាតបែបម៉េចទេប៉ុន្តែនេះជាវិធីសម្អាតរបស់ខ្ញុំឥឡូវខ្ញុំដាក់ប្រកាត់ភ្លើងហើយគឺខ្ញុំដាក់រង្វេលឆ្នាំងព្រោះដើម្បីឲ្យយើងមិនពិបាកចាំដុសខ្លាំងណាបងប្អូនអញ្ចឹងគូតឆ្នាំងខាងក្រោមយើងដឹងតែប្រឡាក់ស្រេចហើយអញ្ចឹងពេលដែលយើងដាំគឺយើងប្រកាត់ភ្លើងឲ្យដាក់រង្វេលបែបនេះពីតែមកខ្ញុំយកខ្មុលដែលកកហ្នឹងយកទៅលាងសម្អាតនឹងទឹកធម្មតាគឺបងប្អូនហើយគឺទឹកវាខ្មៅមែនទែនអញ្ចឹងគឺខ្ញុំសម្អាតវាច្រើនទឹកណានិយាយទៅគឺលាងច្រើនទឹកមែនទែនរហូតដល់តែខ្មុលរបស់យើងហ្នឹងទឹកថ្លាលាងហើយលាងទៀតញីដុសសម្អាតនិយាយទៅគឺច្រើនទឹកមែនទែនដឹងប្រហែលទឹកទេតែមើលបងប្អូនឃើញទេអាហ្នឹងគឺមួយទឹកពីរទឹកឯណាតែវាអត់នេះទេខ្ញុំលាងរហូតដល់ទឹកថ្លាបែបនេះហើយដាំទឹករហូតដល់ទឹកពុះបន្ទាប់មកគឺខ្ញុំស្រង់ខ្មុលហ្នឹងទុកសម្រាប់ឲ្យវាស្រស់មួយដុំសិនហើយបានខ្ញុំយកវាទៅស្រុះដល់យើងដាំទឹកឲ្យពុះទៅយើងចាក់វាចូលបែបហ្នឹងហើយពេលដែលទឹកពុះម្ដងទៀតហើយគឺខ្ញុំស្រង់ខ្មុលហ្នឹងដាក់ក្នុងទឹកត្រជាក់បងប្អូនឃើញទេមិញលាងសម្អាតស្អាតហើយតែពេលយកមកស្រុះគឺទឹកដែលយើងស្រុះនោះឡើងខ្មៅហើយនេះចាប់ផ្ដើមលាងសម្អាតទៀតលាងខ្មុលដែលយើងស្រុះហើយណាលាងចុះលាងឡើងលាងរហូតដល់ទឹកថ្លាតែដឹងប៉ុន្មានទឹកអីគឺលាងរហូតដល់ទឹកថ្លាហើយបន្ទាប់មកគឺសម្រាប់វាទុកហើយគឺប្រឡាក់អំបិលបន្តិចប៊ីចេងបន្តិចប្រឡាក់តែបន្តិចបានហើយបងប្អូនព្រោះដើម្បីយើងចូលជាតិវាឡមហើយយើងទៅធ្វើគ្រឿងលាយអញ្ចឹងនេះគឺមានកលឹកត្រីមានម្ទេសហើយនឹងមានរំដេងអញ្ចឹងដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនចង់ហឹរបងប្អូនដាក់ម្ទេសច្រើនទៅប៉ុន្តែសម្រាប់ស្លឹកក្រូចសើចគឺយើងដាក់ឲ្យច្រើនតិចមកគឺយើងដាក់ខ្លាញ់ឲ្យក្តៅមកយើងបំពងរំដេងហើយនឹងស្លឹកគ្រៃសិនទៅមកយើងដាក់ស្លឹកក្រូចសើចយើងបំពងវាឲ្យស្រួយកុំឲ្យវាប្រែពើបងប្អូនហើយបន្ទាប់មកយើងស្រង់វាទុកម្លែកសិនហើយយើងចាប់ផ្ដើមបំពងខ្មុលបំពងឲ្យស្រួយល្មមហើយយើងដាក់ចូលទៅលាយជាមួយនឹងគ្រឿងលីងរបស់យើងហើយយើងរោយរ៉ូឌីបន្តិចមកហើយនឹងស្ករសបងប្អូនចូលចិត្តផ្អែមបងប្អូនដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តឬមួយអត់ដាក់សោះស្រេចលើបងប្អូនចានេះជាក់ស្ដែងបងប្អូននេះព្រោះភ្លក់គឺឆ្ងាញ់មែនទែនអញ្ចឹងបងប្អូនមួយចំនួនគាត់អត់ហ៊ានញ៉ាំទេគាត់ថារាកអីអញ្ចឹងណាប៉ុន្តែគឺទីខ្ញុំគឺចូលចិត្តមែនទែនពីព្រោះខ្ញុំក៏មានដំណោះស្រាយដែរបងប្អូនឃើញនៅដៃខ្ញុំទេដៃខ្ញុំគឺជាប្រភេទ probiotic អញ្ចឹង probiotic នេះគឺជាប្រភេទម្សៅដែលយើងញ៉ាំទៅគឺមានសារធាតុបន្លែផ្លែឈើនៅក្នុងនឹងស្រេចហើយជាបាក់តេរីល្អដែលជួយបញ្ហាក្នុងការដែលយើងបន្ទោបង់រាគរូសអីគឺអ្នកដែលឡើងឯងពុលចំណីមានមេរោគក្នុងកាពះអីអញ្ចឹងគឺឧស្សាហ៍រាគរូសឲ្យបងប្អូនឲ្យញ៉ាំទៅគឺត្រូវហើយនេះដូចកូនរបស់ខ្ញុំគឺគាត់ញ៉ាំជាប្រចាំមួយថ្ងៃគឺមួយកញ្ចប់អញ្ចឹងគឺញ៉ាំអីអត់ភ័យទេបងប្អូនព្រោះយើងមានprobiotic នៅផ្ទះជាប្រចាំអញ្ចឹងបងប្អូនអាចជាវបានអរគុណច្រើន